វាសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងការសម្រាយរឿង anime របស់ admin ជាបន្តទៀតជាស្រ័យផងអ្នកទាំងអស់គ្នាដោយសារតែមួយរយៈហ្នឹង admin អត់មានពេលតនេអញ្ចឹងទៅបានធ្វើសម្រាយរឿងឲ្យអ្នកទាំងអស់គ្នាមើលទេតែឥឡូវយើងត្រឡប់មកវិញជាមួយនឹងការសម្រាយរឿងរបស់ admin ជាបន្តទៀតមុនពេលដែលយើងចូលទៅកាន់ការសម្រាយរឿងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តតឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ការសម្រាយរឿងរបស់ admin ទាំងអស់គ្នាដែលរឿងនឹងផងដែរមានចំណងជើងថា Let this grieving soul retire រឿងនេះចាប់ផ្ដើមឡើងដោយក្តីសុបិនរបស់ក្មេងចំនួន6នាក់ដែលពួកគេសន្យានឹងគ្នាថាពួកគេនឹងក្លាយជាជើងខ្លាំងជាងគេនៅក្នុងពិភពលោកដែលពួកគេកំពុងតែរស់នៅអស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅរូបភាពក៏បង្ហាញពីបុរសម្នាក់ដែលជាតួអង្គឯករបស់យើងនៅក្នុងរឿងនោះដែលកំពុងតែណែនាំខ្លួនទៅកាន់នារីម្នាក់ដែលមានឈ្មោះថា Ruda ចំណែកឯតួអង្គឯករបស់យើងមានឈ្មោះថា Kirai ពេលនោះ Ruda ក៏បានទាស់តែងពាក្យសម្ដីបន្តិចបន្តួចជាមួយនឹង Hunter ម្នាក់នៅពីមុខពិធីជប់លៀងរបស់ Hunter ដទៃទៀតបន្ទាប់ពីចូលដល់ក្នុងកម្មវិធី Ruda បាននិយាយជាមួយនឹងតួអង្គឯករបស់យើងថានេះជាលើកទី1របស់នាងហើយដែលបានឃើញ Hunter ជាច្រើនឬយើងអាចនិយាយបានថាអ្នកផ្សងព្រេងជាច្រើនដល់ថ្នាក់នេះពេលនោះនាងក៏បានសួរទៅកាន់ Kirai ថាតើនេះជាលើកទីប៉ុន្មានរបស់ Kirai ហើយនៅក្នុងការចូលរួមកម្មវិធីបែបនេះ Kirai ក៏បានឆ្លើយទៅកាន់ Ruda ថាប្រហែលជាលើកទី50របស់គាត់ហើយរឿងនេះធ្វើឲ្យ Ruda នាងមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងតួប្រុសរបស់យើងពេលនោះ Ruda ក៏បានសួរទៅកាន់តួប្រុសរបស់យើងថាតើអ្នកទាំង5នាក់ដែលនៅចំពោះមុខគេនេះជានរណា Kirai ក៏បានប្រាប់ទៅ Ruda ថាពួកគេគឺជាក្រុមអាក់សមាជិកក្រុមរបស់អាក់ប្រែវទាំងអស់គឺមានចំនួន6នាក់ហើយគោលបំណងដែលពួកគេមកទីនេះក៏ដើម្បីតែក្លាយជាសមាជិកទី7របស់ក្រុមអាក់ប្រែវផងដែរបុរសដែលមានសក់ពណ៌នេះគេមានឈ្មោះថាអាក់គេមាន level ដល់ទៅ7ហើយគេក៏ជាអ្នកគ្រប់គ្រងរបស់ក្រុមអាក់ប្រែវផងដែរក៏ប៉ុន្តែកន្លែងនេះអ្នកទាំងអស់គ្នាអាក់នេះគ្រាន់តែជាអ្នកគ្រប់គ្រងមិនមែនជាមេក្រុមនៃក្រុមអាក់ប្រែវនេះទេគ្រាន់តែថាក្រុមអាក់ប្រែវនេះគឺយកឈ្មោះក្រុមតាមឈ្មោះរបស់គេគឺអាក់យើងអាចហៅក្រុមនេះបានថាជាក្រុមអាកទៅដើម្បីងាយស្រួលហៅអញ្ចឹងណាទាំងអស់គ្នាពេលនោះបុរសដែលបានឆ្លោះគ្នាជាមួយនឹង Ruda មុនពេលដែលចូលដល់កម្មវិធីនេះបាននិយាយថា Ruda មកទីនេះមិនស្គាល់អ្វីសោះដែលបុរសម្នាក់នឹងមានឈ្មោះថាក្រិចដែលគេមាន level 4ពោះជាង Ruda មួយ level ដែល Ruda ហ្នឹងគឺមានត្រឹមតែ level 3តែប៉ុណ្ណោះក្រិចក៏បានបន្ថែមទៀតថាឆ្នាំនេះគឺជាឆ្នាំដំបូងហើយដែលក្រុមអាកហ្នឹងគឺរើសសមាជិកថ្មីដែលជាសមាជិកទី7របស់ក្រុមអាកប្រែវមានមនុស្សជាច្រើនដណ្ដើមគ្នាដើម្បីចង់ក្លាយជាសមាជិកទី7របស់អាកមានទាំង Hunter ជាក្រុមក៏ដូចជា Hunter solo ផងដែរពេលនោះស្រាប់តែមានបុរសម្នាក់បាននិយាយថាគេចង់ក្លាយជាអ្នកប្រយុទ្ធឬជាអ្នក Hunter ដែលខ្លាំងជាងគេបង្អស់នៅក្នុងពិភពលោកនេះគេក៏បាននិយាយទៀតផងដែរថាតើមានអ្នកណាហ៊ានប្រយុទ្ធជាមួយគេដែរឬទេគេមាន level ដល់ទៅ4ពេលនោះក៏មានអាចារ្យបូក្រហមចេញមុខមកដែលនាងមានឈ្មោះថា Tino អាចារ្យ Tino ក៏ចង់ប្រយុទ្ធជាមួយនឹងគេដែរក៏ប៉ុន្តែដោយសារតែបងប្រុសរបស់នាងហាមឃាត់នាងមិនឲ្យចូលប្រយុទ្ធនោះទេតែទោះជាយ៉ាងណាក៏ដោយក៏មានក្រិចដែលជាអ្នកបន្ថែមលបោយឲ្យគេទាំងពីរនាក់ហ្នឹងវាយគ្នាតល់តាបានអ្នកទីនោះក៏អញ្ចឹងទៀតរៀបចំកន្លែងមកស្អាតឲ្យអ្នកទាំងពីរហ្នឹងវាយគ្នាតែហ្មងតាការប្រយុទ្ធរៀបនឹងចាប់ផ្ដើមហើយពេលនោះគីរ៉ៃក៏បាននាំ Ruda ចាកចេញពីទីនោះក៏ប៉ុន្តែទីណូនាងមានអារម្មណ៍ដឹងពីវត្តមានរបស់គីរ៉ៃស្រាប់តែចែទីណូបញ្ចេញស្នៀតលើកជើងផុតក្បាលត្មងដើម្បីបញ្ឈប់ផ្លូវរបស់គីរ៉ៃដាច់ផ្ងា1-0ត្មងហើយទីណូក៏បាននិយាយថាលោកម្ចាស់មកធ្វើអ្វីនៅទីនេះពេលនោះហើយដែលអត្តសញ្ញាណពិតរបស់តួអង្គឯករបស់យើងនឹងបែកធ្លាយតាមពិតទៅគីរ៉ៃគឺជាមេក្រុមរបស់អាដែលមាន level រហូតដល់ទៅ8ណាទាំងអស់គ្នាការរើសកូនក្រុមក៏ចាប់ផ្ដើមពេលនោះគីរ៉ៃនិយាយទៅកាន់ Albert ដែលចង់ប្រយុទ្ធមុននឹងថាដើម្បីក្លាយជាអ្នកខ្លាំងឬដើម្បីចូលរួមក្រុមជាមួយគេបាននោះលុះត្រាតែអ្នកនោះមានកម្លាំងខ្លាំងពុះពៀស្មោះត្រង់និងមិនចេះចោះចាញ់ទើបអាចក្លាយជាសមាជិកក្រុមឬអាចក្លាយជាអ្នកខ្លាំងជាងគេបង្អស់បានការប្រយុទ្ធដណ្ដើមចិញ្ចៀនក៏ចាប់ផ្ដើមអាចារ្យទីណូក៏ចូលរួមនឹងគេផងដែរពីព្រោះថានាងក៏ចង់ក្លាយជាសមាជិកទី7របស់អាគីផងដែរពេលនោះគីរ៉ៃក៏ទទួលបានសម្បត្តិកោះហៅពី Guild Master ដែលមានឈ្មោះថារូបភាពក៏កាន់មកដល់ពេលដែលគីរ៉ៃជួបជាមួយនឹង Walter គាត់តែទៅដល់ភ្លាមគីរ៉ៃយំយកមកអ្នកទាំងអស់គ្នាគីរ៉ៃថាមិនតន់ចង់ស្លាប់ទេហើយចង់
ញ៉ាំការ៉េអីចឹងទៅឡងកូនក្មេងហ្មងទាំងដែល Walter នឹងអត់ទាន់បាននិយាយអីសោះអ្នកទាំងគ្នាគីរ៉ៃនឹងយំដោយសារតែខ្លាច Walter នឹងជេររឿងដែលគេរកសមាជិកទៅធ្វើឲ្យមានការបែកបាក់អាគារអីចឹងតពីនឹងមក Walter ក៏បានឲ្យតួប្រុសរបស់យើងនឹងរើសយកការងារមួយចេញពីសភៅការងារជាច្រើនគីរ៉ៃក៏រើសបានការងារមួយហើយក៏ត្រឡប់មកផ្ទះវិញទៅបន្ទាប់ពីនឹងមករឿងដែលមិននឹកស្មានដល់នោះគឺថាអាចារ្យទីណូនឹងជាអ្នកយកចិញ្ចៀនបានណាអ្នកទាំងអស់គ្នាអញ្ចឹងបានន័យថាអាចារ្យទីណូនឹងគឺក្លាយជាសមាជិកទី7របស់ក្រុមអាក់ហើយពេលនោះតួប្រុសរបស់យើងក៏បានឲ្យការងារពី Walter ទៅកាន់អាចារ្យឲ្យធ្វើតែម្ដងទៅអាចារ្យរបស់យើងគ្រាន់តែដឹងថាតួប្រុសឲ្យការងារធ្វើភ្លាមដាក់មេប្រុចតែហ្មងក៏ប៉ុន្តែទោះជាអាចារ្យរត់ទៅដល់ទីណាក៏ដោយតួប្រុសយើងនឹងក៏នៅតែចាប់អាចារ្យនឹងតតែបានអាចារ្យទីណូនឹងក៏បាននិយាយថាតួប្រុសនឹងចង់សម្លាប់នាងតែម្ដងព្រោះថាទឹមតែប្រយុទ្ធដើម្បីដណ្ដើមចិញ្ចៀនហើយក្លាយជាសមាជិកទី7ថ្មីឥឡូវនេះគឺត្រូវទទួលភារកិច្ចធំពីតួប្រុសរបស់យើងទៀតអូខេអ្នកនរគ្នាចឹងរឿងរបស់យើងក៏ត្រឹមតែប៉ុណ្នេះអ្នកនរគ្នាចង់តាមដានលើអេពីសូតទី2ជាបន្តទៀតអ្នកនរគ្នាកុំភ្លេចជួយចុច like subscribe share ឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យ admin ធ្វើបន្តទៀតណាអ្នកនរគ្នាអរគុណច្រើនអ្នកនរគ្នាជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ